តាំងពីតូចមកខ្ញុំបានមើលរឿងតុក្កតាច្រើនគូសំដែរតលតែធំឡើងឥឡូវហ្នឹងបើដឹងថារឿងដែលខ្លួនឯងចូលចិត្តមើលតាំងពីតូចមកហ្នឹងភាគច្រើនសុទ្ធតែជារឿងដែលបរាជ័យនៅក្នុងការរកចំណូលមកវិញពី box office ហើយមានរឿងខ្លះប៊ីនឹងធ្វើឲ្យប្រតិកម្ម studio ហ្នឹងខ្សែធនទៀតឧទាហរណ៍ដូចជារឿង The Road to El Dorado Atlantis The Lost Empire រឿង Sinbad នេះហើយនឹងរឿង Rise of the Guardians ជាដើមកន្លងមកយើងទាំងអស់គ្នាសុទ្ធតែបានដឹងឮអំពីរឿងដែលមានភាពជោគជ័យខ្លាំងរឿងដែលរកចំណូលបានច្រើនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីរឿងក្រោយខ្នងនៃការបរាជ័យខ្លាំងនៅ box office របស់រឿងតុក្កតា Sinbad Legend of the Seven Seas ដែលការខាត់បងមួយនេះប៊ីនឹងធ្វើឲ្យផលិតកម្ម DreamWorks Animation ហ្នឹងខ្សែធននៅពេលនោះការចាប់ផ្ដើមរបស់រឿងនេះគឺនៅក្នុងខ្ទង់ឆ្នាំ1992ក្រោយអ្នកនិពន្ធរឿង Ted Elliott ហើយនិង Terry Rossio បានបញ្ចប់ការសហការសរសេររឿងតុក្កតា Aladdin នៅក្នុងឆ្នាំ1992ហ្នឹងពីរអ្នកគាត់បានមកផលគំនិតនៅក្នុងការសម្របសាច់រឿង Sinbad the Sailor ដែលជារឿងព្រេងនិទានរបស់អារ៉ាប់នៅក្នុងឆ្នាំ1992 Disney ដែលមានលោក Jeffrey Katzenberg ជាប្រធានផលិតកម្មហ្នឹងបានពេញចិត្តនឹងសាច់រឿងមួយនេះហើយក៏ប្រកាសថាពួកគេនឹងផលិតរឿងនេះទៅជារឿងតុក្កតាខ្នាតធំមួយទៀតតែមួយឆ្នាំក្រោយមកគម្រោងផលិតមួយនេះត្រូវបានគេរំសាយចោលបន្តមកនៅក្នុងឆ្នាំ1994លោក Katzenberg បានចាក់ចេញពី Disney ហើយក៏បានចូលរួមបង្កើតផលិតកម្ម DreamWorks SKG ជាមួយនឹងលោក Steven Spielberg ហើយនឹង David Geffen ដែលបានបង្កើតរឿងតុក្កតាល្អៗមើលជាច្រើនមកដល់សប្តាហ៍ថ្ងៃកំឡុងពេលរឿង The Prince of Egypt កំពុងស្ថិតនៅក្នុងការផលិតលោក Katzenberg បាននឹកឃើញយកគំនិតរឿងតុក្កតាដែលបានរំសាយចោលឲ្យបានផលិតការពីគាត់នៅ Disney ហ្នឹងមកកែសម្រួលនិងរៀបចំផលិតឡើងវិញដែលនៅក្នុងនោះមានរឿង Sinbad នេះឯងតែគម្រោងនៅក្នុងការផលិតរឿងនេះអត់បានកើតឡើងរហូតដល់ការចេញរឿង Shrek នៅក្នុងឆ្នាំ2001គាត់បានជ្រើសរើសអ្នកដឹកនាំរឿង Ants គឺលោក Tim Johnson មកដឹកនាំរឿងនេះជាមួយគ្នានឹងអ្នកដឹកនាំរឿងដំបូងគឺលោក Patrick Gilmore ហើយក្រោយមកទៀតលោក Katzenberg បានហៅឲ្យលោក John Logan ដែលជាអ្នកនិពន្ធរឿង Gladiator នៅក្នុងឆ្នាំ2000ឲ្យមកនិពន្ធរឿងតុក្កតានេះដែរដំបូងឡើយលោក Russell Crowe ដែលជាតារាសម្ដែងនៅក្នុងរឿង Gladiator នឹងដែរហ្នឹងបានចូលជាអ្នកបញ្ចូលសម្លេងតួ Sinbad នេះតែដោយសារតែបញ្ហាជាន់ការវិភាគគ្នារបស់គាត់តួនេះក៏ត្រូវបាន Brad Pitt ជាអ្នកបញ្ចូលសម្លេងជំនួសវិញដំបូងឡើយគាត់មានការបារម្ភយ៉ាងខ្លាំងដែលតួអង្គនេះមាន accent មានការនិយាយបែបអាគាំងទាំងដែលតួអង្គនេះស្ថិតនៅប្រទេសមជ្ឈិមបូព៌ាប៉ុន្តែជំរឿននៃទិសដៅមួយនេះអាចដោយសារតែហេតុការណ៍9វិច្ឆិកាដែលទើបតែកើតឡើងថ្មីៗនឹងដែររឿងតុក្កតានេះត្រូវបានគេគូរដោយប្រើគំនូរជីវចលដោយដៃបែប 2D លាយជាមួយនឹង 3D background ក៏ដូចជាការគូរសត្វយក្សឬក៏បិសាចនៅក្នុងរឿងហ្នឹងជា 3D animation ដែរហើយការប្រើការគូរ 2D លាយ 3D នេះយើងបានឃើញគេប្រើជាមួយនឹងរឿងតុក្កតាមួយទៀតដែលបរាជ័យនៅក្នុងការរកចំណូលមកវិញនឹងដែរគឺរឿង Treasure Planet របស់ Disney ដែលបានចេញមួយឆ្នាំមុនរឿងនេះជាមួយនឹងការចំណាយជាង$60 លាន Sinbad Legend of the Seven Seas បានចាក់បញ្ចាំងជាផ្លូវការនៅក្នុងថ្ងៃទី2ខែកក្កដាឆ្នាំ2003ដោយរកប្រាក់ចំណូលបានមកវិញពី box office ចំនួន$80 លានតែមុននឹងយើងទៅមើលថាហេតុអីបានជារឿងនេះបរាជ័យនៅក្នុងការរកចំណូលខ្ញុំសូមសង្ខេបសាច់រឿងត្រួសត្រាបន្តិចចុះសម្រាប់អ្នកដែលអត់ទាន់បានមើលរឿងនេះពីមុនមករឿងនេះនិយាយអំពីតួអង្គ Sinbad ហើយនឹងក្រុមចៅសមុទ្ររបស់គាត់មានគម្រោងទៅលួចសៀវភៅវេទមន្តមួយដែលកំពុងតែត្រូវបានគេដឹកជញ្ជូនទៅទីក្រុង Syracuse នៃកោះ Sicily ដែលត្រូវបានគេស្គាល់ថាជាសៀវភៅនៃសន្តិភាពឬ Book of Peace ជាការងារចុងក្រោយមុននឹងពួកគាត់ចូលនិវត្តន៍ឈប់ធ្វើជាចៅសមុទ្រនឹង Sinbad មានជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ទៅដល់ឃើញថាសៀវភៅនេះត្រូវបានការពារដោយមិត្តភក្តិជិតស្និទ្ធរបស់គាត់កាលពីកុមារភាពគឺព្រះអង្គម្ចាស់ Proteus នៃ Syracuse ទោះបីជាអញ្ចឹងមែនក៏គាត់នៅតែព្យាយាមលួចសៀវភៅនេះដែរតែផែនការរបស់គាត់ត្រូវបានរំខាននៅពេលដែលបិសាចមឹកយក្សនេះវាឆ្មក់សំពៅរបស់ពួកគាត់ដែលនាំឲ្យ Sinbad នឹងត្រូវបានសត្វនេះទាញយកទៅក្នុងសមុទ្រជាមួយគ្នា Sinbad ត្រូវបានទេពធីតានៃភាពចម្រុងចម្រាស់ឬក៏ The Goddess of Discord ដែលមានឈ្មោះថា Ares សង្គ្រោះជីវិតរបស់គាត់ឡើងវិញហើយក៏បានសន្យាផ្ដល់នៅអីដែល Sinbad ចង់បានជាងគេដើម្បីជាធ្នូដោះដូរជាមួយនឹងសៀវភៅនៃសន្តិភាពនេះដូចនេះក្រោយមានជីវិតរស់ឡើងវិញក្រុមរបស់គាត់បានបន្តធ្វើដំណើរទៅទីក្រុង Syracuse ដើម្បីបន្តផែនការនៅក្នុងការលួចសៀវភៅនេះតែក្រោយគាត់ឃើញ Proteus ជាមួយនឹងគូដណ្ដឹងរបស់គាត់គឺ Lady Marina Sinbad ក៏បានសម្រេចចិត្តបោះបង់ចោលបេសកកម្មនៅក្នុងការលួចសៀវភៅនេះតែទេពធីតា Ares នឹងបានទីដឹងទុកមុនថានឹងមានរឿងនេះកើតឡើងដោយនេះគាត់ក៏បានប្រែខ្លួនទៅជា Sinbad ហើយចូលទៅលួចសៀវភៅនឹងដោយខ្លួនឯង Sinbad ត្រូវបានគេកាត់ទោសប្រហារជីវិតប៉ុន្តែ Proteus បានចេញមុខទទួលទោសជំនួសគាត់វិញដើម្បីឲ្យ Sinbad ចេញដំណើរទៅយកសៀវភៅនោះមកវិញហើយបើសិនបើគាត់អាចយកសៀវភៅនឹងត្រឡប់មកវិញក្នុងរយៈពេល10ថ្ងៃទោសទាំងអស់ដែលមាននឹងត្រូវលើកលែងកន្លែងនេះគឺជាការចាប់ផ្ដើមនៃការផ្សងព្រេងដ៏អស្ចារ្យរបស់រឿង
Lady Marina បានចូលរួមដំណើរផ្សងព្រេងមួយនេះដែរដើម្បីតាមមើល Sinbad ខ្លាចគាត់រត់គេចខ្លួនដើម្បីបញ្ឈប់ដំណើរឬក៏កុំឲ្យ Sinbad ជោគជ័យនៅក្នុងបេសកកម្មនេះ Ares បានបញ្ជូនបិសាចជាច្រើនដើម្បីមកបង្អាក់បេសកកម្មគាត់បានបញ្ជូន Sirens ដើម្បីបង្វក់ប្រុសៗនៅលើសំពៅនេះដើម្បីធ្វើឲ្យវាលេចតែចេះហេង Marina អត់ទទួលបានឥទ្ធិពលនៃការបង្វក់នេះទេក៏បានបើកសំពៅនេះគេចផុតពីគ្រោះថ្នាក់បន្ទាប់មក Ares ក៏បានបញ្ជាឲ្យចាប់យក្សនេះមកចាប់ Marina ទៅប៉ុន្តែក៏ត្រូវបាន Sinbad ជួយគាត់វិញពីអ្នក Sinbad ហើយនិង Marina នេះតែងតែទាស់សម្ដីគ្នារហូតមកតែក្រោយជួបហេតុការណ៍ទាំងនេះហើយបាននិយាយពាក្យចេញពីចិត្តរៀងខ្លួនពួកគាត់ក៏ចាប់ផ្ដើមមានចិត្តលើគ្នាលក្ខណៈថា classic enemies to lover trope ហ្មងនៅក្នុងរឿងនេះក្រោយមកពួកគាត់បានចូលទៅកាន់ភពដែលទេពធីតា Ares នឹងស្នាក់នៅហើយក៏បានដឹងថាតាមពិតទៅនេះគឺជាគម្រោងការរបស់គាត់ដើម្បីឲ្យ Proteus ទទួលទោសជំនួស Sinbad ដើម្បីឲ្យទីក្រុង Syracuse នេះកលាប់ចាក់នៅពេលដែលពួកគេអស់អ្នកបន្តវេន Ares បានធ្វើកិច្ចព្រមព្រៀង make a deal ជាមួយនឹង Sinbad ដោយសួរថាតើគាត់នឹងត្រឡប់ទៅ Syracuse វិញហើយទទួលយកការប្រហារជីវិតរបស់គាត់ដែរឬទេបើសិនបើគាត់មិនទទួលបានសិភៅសន្តិភាពនេះបើសិនបើគាត់ឆ្លើយដោយស្មោះត្រង់ Ares នឹងប្រគល់សិភៅនោះទៅឲ្យគាត់វិញភ្លាមៗហ្មង Sinbad បានឆ្លើយថាគាត់យល់ព្រមតែគាត់អត់ទទួលបានសិភៅនឹងទេហើយត្រូវបានទេពធីតាបញ្ជូនត្រឡប់មកភពមនុស្សវិញទៀតដោយសារតែពាក្យគាត់និយាយហ្នឹងគឺមិនមែនជាពាក្យពិតតែបន្ទាប់ពីនឹងមកគាត់ក៏បានត្រឡប់ទៅវិញមែនតែនមុនពេលគេកាត់ទោស Proteus ដោយសារតែគាត់បានត្រឡប់ទៅវិញដោយពាក្យដែលគាត់និយាយប្រាប់ Ares ហ្នឹងទេពធីតាហ្នឹងអាចធ្វើអីបានក្រៅពីប្រគល់សិភៅហ្នឹងទៅឲ្យគាត់តាមការសន្យាចុងក្រោយការពិតត្រូវបានលាតត្រដាង Sinbad saves the day ហើយ Marina បានផ្ដាច់ពាក្យជាមួយនឹង Proteus ក្រោយលងស្រឡាញ់ Sinbad ហើយក៏បានបន្តដំណើរផ្សងព្រេងនៅលើមហាសមុទ្រជាមួយគ្នាតទៅមុខទៀតរឿងនេះល្អមើលដូចរឿងទូទៅដែរតែហេតុអីបាននាំឲ្យរឿងនេះវាខាតខ្លាំងរហូតដល់ថ្នាក់ប៊ីសនឹងខ្សែធនប្រតិកម្មអញ្ចឹងហេតុផលចម្បងដែលនាំឲ្យរឿងនេះបរាជ័យនៅក្នុងការរកចំណូលមកវិញហ្នឹងគឺដោយសារតែការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់រឿងតុក្កតា 2D ងាកទៅមើលរឿងតុក្កតាដែលរកលុយបានច្រើននៅពេលហ្នឹងគឺសុទ្ធតែជារឿងតុក្កតាបែប 3D ទាំងអស់ដូចជារឿង Toy Story ឬក៏ Pixar movie ផ្សេងទៀតរឿង Shrek ហើយនិង Ice Ageកត្តាមួយទៀតនោះគឺការប្រកួតប្រជែងគ្នានៅក្នុងរោងភាពយន្តរឿងនេះបានចាក់ប្រចាំនៅក្នុងសប្តាហ៍តែមួយជាមួយនឹងរឿងធំៗដូចជា Terminator 3 ហើយនិង Legally Blonde 2រឿងទាំងពីរនេះសុទ្ធតែជាវគ្គបន្តរបស់ខ្សែស្រឡាយរឿងដែលមានទស្សនិកជនហើយស្រាប់អញ្ចឹងទៅអ្នកនរគ្នាគួរតែដឹងឲ្យថានៅពេលដែលគេទៅទិញសមុទ្រមើលគេនឹងមើលរឿងមួយណាហើយវាកាន់តែអត់ជួយទៀតនៅពេលដែលរឿង Finding Nemo ដែលជារឿងតុក្កតា 3D បានចាក់ប្រចាំមុនរឿងនេះអស់រយៈពេល6សប្តាហ៍ហើយនៅតែបន្តរកចំណូលបានច្រើនបន្តមានអ្នកទិញសមុទ្រទៅមើលទៀតកាន់តែបញ្ជាក់ឲ្យឃើញថារឿងតុក្កតា 2D ហ្នឹងលែងមានអ្នកគ្រប់គ្រងដោយរឿងមុនទៀតហើយបន្ថែមពីហ្នឹងទៀតមួយសប្តាហ៍ក្រោយការចាក់ប្រចាំរឿង Sinbad នេះមានរឿងបែបចោលសមុទ្រមួយទៀតបានចាក់ប្រចាំដែលទទួលបានការគ្រប់គ្រងខ្លាំងរហូតដល់កើតមានខ្សែស្រឡាយរឿងកើតមាន franchise សម្រាប់រឿងខ្លួនឯងឈានទៅដល់ការរកចំណូលពី box office បានជាង$654 លានគឺរឿង Pirates of the Caribbean The Curse of the Black Pearl នាំឲ្យរឿង Sinbad នេះខ្ទប់កលិតអញ្ចឹងអត់មានអ្នកមើលឃើញសោះតែម្ដងហើយទស្សនិកជនគោលដៅ target audience ដែលជាក្មេងប្រុសជំទង់ដែលរឿង Sinbad នេះចង់បានហ្នឹងនាំគ្នាងាកទៅមើលរឿង Pirates of the Caribbean នេះហើយនៅពេលដែលអ្នកវាតម្លៃរឿងឲ្យបន្ទុករឿងនេះទាបទៀតវាកាន់តែរុញច្រានចោលនៅចំណាប់អារម្មណ៍ដែលមហាជនមានទៅលើរឿងនេះកាន់តែលែងមានអ្នកនិយាយតគ្នាពីរឿង Sinbad នេះបូកទាំងការចំណាយទៅលើការឃោសនារឿងដែលផលិតកម្មនេះបានជះលុយខ្លាំងទៅលើហ្នឹងដែលបានចេញជា game PC ផងបានចេញជារបស់លេងឃោសនាជាមួយនឹង Burger King ផងព្រមទាំងធ្វើការចេញលក់ action figures ជាមួយនឹង Hasbro ទៀតនាំឲ្យផលិតកម្មនេះខាតបង់លុយរហូតដល់$125 លានដែលនាំឲ្យរឿង Sinbad Legend of the Seven Seas នេះខ្លាចទៅជារឿង 2D គូដដៃចុងក្រោយគេរបស់ផលិតកម្ម DreamWorks Animation ព្រោះក្រោយពីរឿងហ្នឹងមកផលិតកម្មនេះបានផលិតរឿងតុក្កតាបែប 3D animation សុទ្ធហើយភាគច្រើនសុទ្ធតែជារឿងបែបតុក្កតាកំប្លែងតទៅកាន់ទស្សនិកជនក្មេងៗច្រើនទើបយូរបានយើងឃើញមានរឿងបែប serious ម្ដងម្កាលហើយនេះគឺជាហេតុផលដែលនាំឲ្យរឿង Sinbad Legend of the Seven Seas បរាជ័យនៅក្នុងការរកចំណូលមកវិញក៏ដូចជាហេតុផលដែលលែងមានឃើញរឿងតុក្កតា 2D animation នៅពេលក្រោយៗទៀតអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះចុះបើសិនជាចូលចិត្តកុំភ្លេចជួយ like share subscribe ហើយនិង follow ខ្ញុំផងហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតមានតែប៉ុណ្្នឹងទេសូមអរគុណបាយបាយ